ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃទី19ខែ3ឆ្នាំ2025គឺជាថ្ងៃភ្លើងដកមកជាមួយនឹងកុលហើយកុលគឺមានធាតុទឹកដកនៅពីក្រោមចំពោះបងប្អូនដែលគាត់ត្រូវការធាតុភ្លើងជាមួយនឹងធាតុទឹកគឺហេងតែសម្រាប់វេលាសម្រាប់ថ្ងៃស្អែកគឺយើងឃើញថាថ្ងៃកុលខែថោះឆ្នាំម្សាញ់អញ្ចឹងថ្ងៃជាមួយឆ្នាំគឺឆុងគ្នាអញ្ចឹងសម្រាប់បងប្អូនចង់យកវេលាទៅប្រើប្រាស់ធ្វើការងារធំសំខាន់នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នជាពិសេសការធ្វើដំណើរបើកបរទោះបីជាកលថ្ងៃកលមិនឆុងមួយទួយរាសីយើងក៏ដោយក៏យើងត្រូវមានការប្រុងប្រយ័ត្ននឹងការបើកបរធ្វើដំណើរមិនថាទីជិតទីឆ្ងាយដែរព្រោះដោយសារតែថ្ងៃហើយនឹងឆ្នាំគឺឆុងគ្នាអញ្ចឹងបើសិនជាយើងចាញ់ធ្វើដំណើរម៉ោងម្សាញ់ឬមួយក៏ម៉ោងកលទៀតគឺដប់អញ្ចឹងបងប្អូនត្រូវមានការប្រយ័ត្នឲ្យបានខ្ពស់សម្រាប់ថ្ងៃស្អែកជាពេលវេលាដែលចូលមកឆុងគ្នាស្រេចហើយអញ្ចឹងបងប្អូនទោះបីជាមិនឆុងមួយទួយរាសីឬមួយក៏យើងមានម្សាញ់ក្នុងទួយរាសីឬមួយក៏មានកលក្នុងទួយរាសីហ្នឹងគឺបងប្អូនកាន់តែត្រូវប្រយ័ត្នជាងគេទៀតអ្នកដែលគាត់ឆុងប្រចាំថ្ងៃគឺអ្នកដែលគាត់មានម្សាញ់ក្នុងទួយរាសីបងប្អូនត្រូវមានការប្រុងប្រយ័ត្នអ្នកដែលមានកលក៏ត្រូវប្រុងប្រយ័ត្នដូចគ្នាដែរហើយជាពិសេសតិថីយើងអត់ត្រូវការធាតុភ្លើងឬមួយក៏អត់ត្រូវការធាតុទឹកបងប្អូនត្រូវប្រយ័ត្នប្រយែងបានខ្ពស់ព្រោះយើងអត់ត្រូវការធាតុភ្លើងនិងធាតុទឹកទេមានន័យថាយើងចូលលក្ខណៈឆុងសូយអញ្ចឹងបងប្អូនកាន់តែត្រូវប្រយ័ត្នអញ្ចឹងណាអ្នកដែលគាត់មានបញ្ហាផ្សេងទៀតគឺអ្នកដែលគាត់មានឆ្លូវរកាជាមួយនឹងវោកគឺហាក់ជាមួយនឹងម្សាញ់អញ្ចឹងត្រូវប្រុងប្រយ័ត្នដូចគ្នាហើយអ្នកដែលគាត់ហេងគឺអ្នកដែលមានខាលក្នុងទួយរាសីជាមួយនឹងថោះនិងមមែគឺហេងសម្រាប់ការដែលយើងសម្រាប់ការងារផ្សេងឬមួយក៏យើងមានការងារធ្វើបំពេញត្រូវធ្វើអីមួយគឺយើងងាយនឹងជោគជ័យតែការធ្វើដំណើរត្រូវប្រយ័ត្នគ្រប់ក្នុងការបើកបរធ្វើដំណើរយើងត្រូវគ្រប់ចរាចរណ៍ជាតម្លៃរបស់ប្រជាជនខ្មែរយើងដូចគ្នាដែរក្នុងការបើកបរអត់អោនយោគយល់អធ្យាស្រ័យគ្នាជាមួយនឹងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាអញ្ចឹងណាហើយក៏ជារឿងល្អសម្រាប់យើងធ្វើដំណើរទៅណាមិនមានការប៉ះពាល់គ្នាយើងអត់ខាតពេលវេលាហើយក៏អត់ខាតថវិកាដែរហើយចំណែកបងប្អូនគាត់ចង់ប្រើប្រាស់ទិសគឺទិសអសរប្រចាំថ្ងៃគឺនៅខាងលិចប្រចាំខែខាងលិចប្រចាំឆ្នាំខាងកើតអញ្ចឹងនៅសល់ចន្លោះខាងជើងជាមួយនឹងខាងត្បូងដែលជាទិសល្អបងប្អូនអាចប្រើប្រាស់ទិសខាងជើងនិងខាងត្បូងបានហើយផ្កាយលេខ3ហោះចូលទីតាំងកណ្ដាលអញ្ចឹងលេខ7នៅខាងត្បូងលេខ8នៅខាងជើងបងប្អូនអាចទាញប្រយោជន៍ពីទិសល្អទាំងពីរនឹងបានហើយព្យាយាមកុំរង្គោះរង្គើជួសជុលដាំស្វានទិសអសរជាពិសេសប្រចាំខែជាមួយនឹងប្រចាំឆ្នាំរយៈពេលយូរបើសិនជាបងប្អូនជិះវៀងបានបងប្អូនកុំជួសជុលផ្ដេសផ្ដាស់អញ្ចឹងណាតែបើថាយើងជិះវៀងអត់បានទេយើងត្រូវតែមានការជួសជុលផ្ទះយើងខូចដណ្ដាបខ្លាំងហើយបងប្អូនរកចិនខ្សែជំនាញដែលអាចជ្រើសវេលាឲ្យបងប្អូនបានត្រឹមត្រូវជាមួយនឹងរើសទិសឲ្យបងប្អូនបានត្រឹមត្រូវអញ្ចឹងណាដើម្បីកុំឲ្យមានផលប៉ះពាល់ទៅលើសមាជិកគ្រួសារយើងហើយថ្ងៃនេះមកបានប៉ុណ្្នឹងឯងបងប្អូនទាំងគ្នាសង្ឃឹមថាអ្នកទាំងគ្នាទាញបានប្រយោជន៍ពីវីដេអូមួយនេះហើយសូមបងប្អូនជួយ like ជាមួយនឹងជួយ share ដើម្បីបានឃើញវីដេអូហុងស៊ុយជារៀងរាល់ថ្ងៃអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលា